បានជាប្រភេទឆ្មាមែនខននោះវាមានតម្លៃថ្លៃជាងប្រភេទឆ្មាដទៃទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយចម្លើយជូនអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងចំពោះប្រភេទឆ្មាមែនខននេះដែរគឺជាប្រភេទឆ្មារបស់ពទ្វីអឺរ៉ុបហើយលក្ខណៈសម្បត្តិរបស់វាគឺជាប្រភេទឆ្មាដែលមានពោះធំណាស់អ្នកទាំងអស់គ្នាគឺចាប់ពី8គីឡូរហូតដល់12គីឡូហើយមួយវិញទៀតទៅលើរូបរាងរបស់ប្រភេទឆ្មានេះគឺជាឆ្មាដែលមានរូបរាងវែងហើយធំជាពិសេសទៅលើរោមវិញគឺមានភាពក្រាស់ហើយវែងទន់ល្មើយខ្លាំងមកគឺអត់មានរសាពាក់ព័ន្ធជាមួយនឹងឆ្អឹងដៃឆ្អឹងជើងឆ្អឹងខ្លួនអីគឺមកតខ្លាំងមែនតើមួយវិញទៀតទៅលើមុខគឺអំណាចខ្លាំងមែនតើខុសពីឆ្មាដទៃហើយមួយវិញទៀតគឺទៅលើចរិតអីគឺអត់កាយទេអ្នកទាំងអស់គ្នាគឺងាយស្រួលចាំខ្លាំងមែនតើគឺស្របសម្របទៅតាមមនុស្សទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនយកមកអញ្ចឹងតែអ្នកទាំងអស់គ្នានឹងគេថាប្រភេទឆ្មាមែនខននៅក្នុងអ៊ីនធឺណិតឬក៏ទៅតាមប្រទេសផ្សេងៗគេលក់នៅក្នុងតម្លៃបានដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានសង្ខេបពាក់ព័ន្ធជាមួយនឹងប្រភេទឆ្មាមែនខនអ្នកទាំងអស់គ្នាអាច search បានទៅតាមអ៊ីនធឺណិតជាពិសេសអ្នកទាំងអស់គ្នាអាច search នៅក្នុង Google បានអ្នកទាំងអស់គ្នាគាត់ទៅ search ថាពាក្យ មែនខន cat គឺវានឹងចេញមកហើយទៅលើលក្ខណៈរូបរាងសម្បត្តិទៅលើប្រភេទឆ្មាមែនខនហើយមួយទៀតពីនឹងតម្លៃអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមតែពាក់ព័ន្ធទៅនឹងប្រភេទឆ្មាមែនខនអ្នកទាំងអស់គ្នាអាច search បាននៅក្នុងអ៊ីនធឺណិតជាពិសេស search នៅក្នុង Google គាត់ទៅបែបពាក្យថាមែនខន cat ទៅគឺវានឹងចេញពីប្រវត្តិរូបសង្ខេបពីប្រភេទឆ្មាមែនខនក៏ដូចជាតម្លៃផ្សេងៗគឺមាននៅក្នុងទាំងអស់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណារអារម្មណ៍ឬក៏ស្រឡាញ់នឹងប្រភេទឆ្មាមែនខនអ្នកទាំងអស់គ្នារំលឹក contact មកវិញយើងទាំងអស់គ្នា